សួស្តីអ្នកទាំងអស់គ្នានេះគឺជាเพจលក់កៅអៅរបស់ admin ផ្ទាល់គឺមានលក់កៅអៅម៉ូដថ្មីគ្រប់ប្រភេទបើសិនជាអ្នកទាំងអស់គ្នាត្រូវការកម្មង់គឺអាចឆាតចូលเพจកម្មង់ពី admin ផ្ទាល់បានអរគុណសួស្តីអ្នកទាំងអស់គ្នាជួប admin នៅភាគទី39ដែលជាភាគបន្តរបស់យើងតែមុននឹងចូលទៅកាន់សាច់រឿងពេញ admin សូមឲ្យអ្នកទាំងអស់គ្នាជួយ subscribe channel admin ម្នាក់មួយផងណាចូលមកដល់គឺតួប្រុសយើងបាននៅក្នុង office ធ្វើការរបស់គាត់ប៉ុន្តែឈរស្ងៀមឡើងសោកសៅតែម្ដងណាខ្លាំងមែនតើមើលទៅស្របពេលហ្នឹងតួស្រីយើងក៏ចូលមកដល់ឃើញសភាពតួប្រុសយើងអញ្ចឹងក៏សួរនាំតែម្ដងថាមានរឿងអីកើតឡើងអញ្ចឹងណានៅស្ងៀមបន្តិចតួប្រុសក៏បានប្រាប់ពីលទ្ធផលជំងឺរបស់ Mr. Cow ទៅកាន់តួស្រីយើងអញ្ចឹងណាគ្រាន់តែតួស្រីយើងលឺហើយឡើងនិយាយអីលេងចេញដូចគ្នាមានតែដើរទៅចិត្តនឹងអោបតួប្រុសពីក្រោយអញ្ចឹងណាដើម្បីលួងលោមគាត់ចំណែកឯតួប្រុសយើងវិញគឺហូរទឹកភ្នែកទាំងឈឺចាប់ខ្លាំងមែនតែម្ដងពេលហ្នឹងហើយក៏ងាកក្រោយមកយំអោបតួស្រីយើងឡើងណែនតែម្ដងពួកអីគាត់គឺពិតជាឈឺចាប់ខ្លាំងណាស់ព្រមទាំងយំឲ្យសួរទៅកាន់តួស្រីយើងថាហេតុអីបានជាអញ្ចឹងណាតើ Mr. Cow ពិតជាដែរអត់អញ្ចឹងហើយតួស្រីយើងគឺមានតែលួងលោមនឹងប្រាប់ថាគាត់នឹងមិនអីទេកុំឲ្យតួប្រុសយើងគឺបារម្ភខ្លាំងពេកអីគឺយើងក៏កាត់មកដល់ម៉ាក់តួប្រុសគឺអង្គុយចាំកូនញ៉ាំអាហារជុំគ្នាពួកគាត់ធ្វើដោយផ្ទាល់ដៃបន្តិចក្រោយមកតួប្រុសក៏មកដល់ឃើញម្ហូបនៅលើតុក៏ដឹងថាគឺជាស្នាដៃរបស់ម៉ាក់ដែលធ្វើអញ្ចឹងណាហើយគាត់ក៏ខានញ៉ាំស្នាដៃម៉ាក់ហ្នឹងយូរឆ្នាំមកហើយអញ្ចឹងណារួចទាំងពីរអ្នកម៉ាក់កូនណាក៏ចាប់ផ្ដើមញ៉ាំជាមួយគ្នាគ្រាន់តែថាពេលហ្នឹងម៉ាក់រំលឹកដល់ប្តីរបស់គាត់រហូតហ្នឹងដោយសារតែម្ហូបទាំងអស់ហ្នឹងគឺប្តីគាត់ចូលចិត្តខ្លាំងមែនតើធ្វើឲ្យតួប្រុសយើងពេលហ្នឹងក៏សែតដែរញ៉ាំមិនចង់ចូលទេប៉ុន្តែគឺព្យាយាមធ្វើធម្មតានឹងចាប់ម្ហូបឲ្យម៉ាក់ដូចមិនមានរឿងអីកើតឡើងអញ្ចឹងណាព្រោះអីអត់ចង់ឲ្យម៉ាក់ហ្នឹងឃើញថាគាត់មិនសប្បាយចិត្តអីអញ្ចឹងដល់ពេលយប់ឡើងម៉ាក់តួប្រុសក៏មកដល់ផ្ទះតួប្រុសហើយក៏បានឃើញរូបបិទនៅលើតុដែរនៅសល់មួយទៀតអញ្ចឹងអាហ្នឹងរូបគុំនៅសល់តែមួយហ្នឹងទៀតទេគឺរូបគុំហ្នឹងគឺរួចរាល់អស់ហើយម៉ាក់ឃើញអញ្ចឹងហើយក៏មានអារម្មណ៍ដឹងពីទំនាក់ទំនងថាកូនហ្នឹងមិនអាចកាត់ចិត្តពីតួស្រីយើងបានទេអញ្ចឹងណាកាត់មកដល់ពេលស្អែកឡើង Mr. K ណាគឺបានរត់មកដល់មន្ទីរពេទ្យហើយពេលដែលមកដល់ឃើញ Mr. Cow គាត់ក៏មកនិយាយទាំងក្តុកក្តួលទាំងទឹកភ្នែករលីងរលោងអញ្ចឹងណាពីជំងឺរបស់ Mr. Cow តែថាខាងអ្នកជំងឺនេះវិញគឺប្រាប់ថាកុំបារម្ភអីវាគ្រាន់តែជំងឺឈឺកាពះធម្មតាអញ្ចឹងណាកុំឲ្យគាត់នឹងមានអារម្មណ៍សោកសៅពេកតែបន្តិចទៅគឺជាហើយសំខាន់ណាទាំងអ្នកជំងឺទាំងអ្នកមកហ្នឹងគឺអត់ទាន់ដឹងថា Mr. Cow យើងកើតមហារាជនោះទេតែ Mr. Can ណាខឹងនឹងបន្ទោសទៅកាន់តួប្រុសថាមកពីតួប្រុសទៅ Mr. Cow ធ្វើការធន់ធ្ងរពេកខ្លាចជាឈឺអញ្ចឹងតែ Mr. Cow វិញក៏និយាយលួងលោមនឹងមិនឲ្យគាត់គិតច្រើនឬក៏គិតអញ្ចឹងទៅលើតួប្រុសយើងទេហើយប្រាប់ទៅ Mr. Can ណាកុំឲ្យយកច្រឡំលើតួប្រុសទៀតសំខាន់ណាគឺ Mr. Can បារម្ភឡើងយំទៅហើយពេលហ្នឹងនឹងសន្យាថាមិនប្រកាន់ខឹងអីទៀតទេតែ Mr. Cow គឺត្រូវតែមានសុខភាពល្អនិងមើលថែសុខភាពខ្លួនឯងកុំឲ្យឈឺអីទៀតអញ្ចឹងណាហើយខាង Mr. Cow នេះវិញក៏អូខេតែម្ដងនឹងប្រាប់កុំឲ្យគាត់បារម្ភអីលទ្ធផលនៅមិនទាន់ដឹងថាគាត់កើតអីធ្ងន់ធ្ងរនោះទេអញ្ចឹងណារួចអ្នកគ្រូពេទ្យពេលហ្នឹងក៏បានហៅគាត់ឲ្យចូលទៅក្នុងបន្ទប់និយាយជាមួយនឹងពេទ្យអញ្ចឹងនិយាយទៅគាត់នៅតែអត់ដឹងអីសោះពីខ្លួនឯងអញ្ចឹងណាបកមកបងស្រីតួស្រីវិញគឺនៅអង្គុយធ្វើការដល់យប់តែម្ដងរហូតដល់ហានីជំនួយការផងគាត់ហ្នឹងចូលមកហៅចេញទៅជាមួយគ្នាអញ្ចឹងណាតែខាងស្រីចង់នៅបង្ហើយការងារបន្តិចសិនតែត្រូវខាងប្រុសប្រាប់ថាតួស្រីគឺកំពុងតែរងចាំពួកយើងញ៉ាំអីជាមួយគ្នាបងស្រីលឺអញ្ចឹងហើយឡើងភ្ញាក់ផ្អើលតែម្ដងមិនបានប្អូនអត់មានប្រាប់គាត់អីអញ្ចឹងខ្លួនណាឡើងអត់ដឹងរឿងអីសោះរួចក៏បញ្ញាប់ចេញទៅជួបប្អូនតែម្ដងពេលហ្នឹងកាត់មកតួស្រីយើងវិញគឺកំពុងតែកំងអីញ៉ាំរងចាំបងទាំងពីរអញ្ចឹងណាបន្តិចមកបងស្រីក៏មកដល់នឹងសួរប្អូនថាមិនបានអត់ប្រាប់បងឲ្យដឹងមុនអញ្ចឹងណាហើយតួស្រីញញឹមនឹងថាឲ្យប្រាប់យ៉ាងម៉េចបើម្សិលមិញហ្នឹងបងស្រីស្វឹងយ៉ាងខ្លាំងតែម្ដងបន្ទាប់មកបងស្រីក៏ណែនាំហានីខ្លួននិងប្អូនស្រីហ្នឹងជាផ្លូវការឲ្យស្គាល់គ្នាទៅវិញទៅមករួចអ្នកទាំងពីរក៏ចាប់ដៃដើម្បីស្គាល់គ្នាហើយបងស្រីក៏ឲ្យខាងប្រុសកំងរបស់ញ៉ាំបន្ថែមទៀតតួស្រីក៏សួរបងស្រីថាទើបតែចេញពីក្រុមហ៊ុនមែនបងស្រីក៏ដកដង្ហើមធំតែម្ដងព្រោះឥឡូវហ្នឹងគឺមានបញ្ហាដោយសារតែ Mr. Pan នឹងឯងចំណែកឯខាងក្រុមហ៊ុនតួប្រុសក៏មិនល្អដូចគ្នានឹងដែរបន្ទាប់មកតួស្រីក៏ពិភាក្សាជាមួយនឹងបងស្រីរឿងចង់ឲ្យក្រុមហ៊ុនទាំងពីរនាក់ហ្នឹងគឺសហការគ្នាព្រោះទាំងពីរនាក់ហ្នឹងគឺត្រូវការគ្នាទៅវិញទៅមកពេលហ្នឹងអញ្ចឹងណាលើអញ្ចឹងហើយបងស្រីក៏បដិសេធថាទៅមិនរួចទេពេលហ្នឹងហើយខាងប្រុសក្មេងនេះវិញគឺស្ដាប់ពីអ្នកបងប្អូនហ្នឹងជជែកគ្នាយ៉ាងប្រុងប្រយ័ត្នតែម្ដងតួ
ស្រីឮបងស្រីថាអញ្ចឹងហើយក៏នៅតែព្យាយាមនិយាយស្នើឲ្យបងស្រីហ្នឹងណានិយាយជាមួយនឹង Mr. Linglu ទៅព្រោះដំណាក់កាលហ្នឹងហើយគឺត្រូវតែរួបរวมគ្នាអីអញ្ចឹងណាឯបងស្រីក៏ថាឲ្យ Honey ប្រកបនិយាយអារម្មណ៍ពីក្រុមហ៊ុនដែលកំពុងតែមានបញ្ហាឥឡូវហ្នឹងមកអញ្ចឹងណាដើម្បីឲ្យប្អូនស្រីហ្នឹងកាន់តែច្បាស់បន្តិចគឺថាវាពិតជាមិនអាចសហការគ្នាបាននោះទេអញ្ចឹងណាខាង Honey ប្របងស្រីនិយាយអញ្ចឹងព្រោះចំណែកធំពីរអ្នកហ្នឹងប្រឆាំងគ្នាហ្នឹងគឺដោយសារតែតួស្រីយើងនឹងឯងហើយបងស្រីក៏នៅតែគិតថាវាមិនអាចទៅរួចនោះទេតែតួស្រីយើងនៅតែប្រាប់ថាបើមិនទាន់សួរនាំនិយាយគ្នារឿងនឹងផងមិននឹងអាចសន្និដ្ឋានថាវានឹងមិនអាចទៅរួចទៅ admin ណាក៏សង្ស័យលើប្រុសក្មេងបងស្រីតួស្រីហ្នឹងរាយការណ៍ទៅ Mr. Pan មិនខានទេពេលហ្នឹងព្រោះមើលទឹកមុខហើយនឹងភ្នែកគាត់ដូចអត់សូវស្រួលសោះកាត់មកដល់ពេលស្អែកឡើងគឺតួស្រីបានមករកតួផុសទាំងព្រលឹមតែម្ដងដើម្បីនិយាយរឿងសហការជាមួយនឹងក្រុមហ៊ុន Mr. Linglu នឹងឯងពេលតួផុសលឺហើយក៏បដិសេធភ្លាមតែម្ដងតួស្រីគឺមិនអស់ចិត្តនឹងសួររកហេតុផលអញ្ចឹងណាហើយតួផុសក៏រៀបរាប់គ្រប់យ៉ាងដែលមិនអាចទៅរួចប្រាប់ទៅតួស្រីឲ្យបានយល់អញ្ចឹងណាតែតួស្រីយើងគឺនៅតែព្យាយាមលើកហេតុផលសូមឲ្យតួផុសយើងគិតរឿងនឹងម្ដងទៀតព្រោះពេលហ្នឹងមានតែសហការជាមួយនឹង Mr. Linglu ទេទើបអាចប្រសើរឡើងទាំងអស់គ្នាតួផុសវិញពេលហ្នឹងក៏មិនមាត់អីដែរតែទឹកមុខក៏បង្ហាញដែរថាគាត់នឹងគិតមើលសារថ្មីម្ដងទៀតអញ្ចឹងណាកាត់មកបងស្រីតួស្រីយើងវិញគឺកំពុងតែយកឯកសារមួយចំនួនដែលនាងបានរៀបចំរួចរាល់ហ្នឹងមកឲ្យ Mr. Linglu មើលនិងត្រួតពិនិត្យផងដែរពេលដែលគាត់បានមើលឃើញហើយគឺថា Mr. Linglu យើងក៏ចាប់ផ្ដើមនិយាយពាក្យផ្អែមល្ហែមអរគុណទៅកាន់បងស្រីតួស្រីនិងថាគាត់គឺពិតជាមានសំណាងណាស់ដែលមានបងស្រីតួស្រីយើងហ្នឹងគឺជាមិត្តភក្តិអញ្ចឹងណាហើយជួយគាត់គ្រប់យ៉ាងតែម្ដងចំណែកឯខាងស្រីនេះវិញក៏ប្រាប់ដែរថាកុំឲ្យរំពឹងលើនាងពោះពេកព្រោះជាមនុស្សម្នាក់ទូទៅដូចគេដូចឯងដែរទេអញ្ចឹងណាមិនអាចធ្វើការបានល្អគ្រប់រឿងនោះទេ Mr. Linglu ក៏សើចតែម្ដងអ្នកទាំងពីរក៏និយាយគ្នាបានបន្តិចស្រាប់តែតួស្រីយើងក៏បានខលមក Mr. Linglu ធ្វើឲ្យគាត់ឃើញលេខតួស្រីយើងហើយគឺមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងពេលហ្នឹងរួចបងស្រីតួស្រីហ្នឹងក៏បានប្រាប់គាត់ថាឲ្យលើកនិយាយទៅពេលលើកហើយគឺថាតួស្រីយើងបានបបួលគាត់ចេញទៅញ៉ាំអីពេលយប់នឹងជាមួយគ្នាអញ្ចឹងណាហើយខាងប្រុសនេះលឺអញ្ចឹងឡើងឆ្លើយអូខេយ៉ាងលឿនតែម្ដងគាត់ឡើងឆ្ងល់តែម្ដងថាហេតុអីបានជាតួស្រីបបួលគាត់ទៅញ៉ាំអីនៅក្រៅអីអញ្ចឹងតែបងស្រីតួស្រីហ្នឹងថាពេលទៅដល់នឹងដឹងរឿងហើយធ្វើឲ្យ Mr. Linglu យើងគឺឡើងឆ្ងល់តែម្ដងពេលហ្នឹងរឿងយើងក៏កាត់មកដល់ពេលយប់ឡើងតួស្រីគឺបានមកជួបជាមួយនឹង Mr. Linglu តែ2នាក់ទេហើយតួស្រីមកជួបគឺចង់និយាយរឿងផ្ទាល់ខ្លួននឹងឯងគ្រាន់តែលឺអញ្ចឹងខាងប្រុសនេះគឺនិយាយឡើងលេងសើចទៅតែម្ដងថាតួស្រីយើងចង់បដូរចិត្តមកតាក់ទងជាមួយនឹងគាត់វិញអីអញ្ចឹងមែនតួស្រីឡើងថាកុំឲ្យគាត់សម័យវែងឆ្ងាយខ្លាំងពេកនាងគឺមានការច្បាស់លាស់ចង់និយាយជាមួយ Mr. Linglu ក៏ថាមិនអីទេនិយាយមកតួស្រីយើងក៏ចាប់ផ្ដើមនិយាយតែម្ដងគឺចង់ឲ្យ Mr. Linglu ជាមួយនឹងតួប្រុសយើងហ្នឹងគឺសហការជាមួយគ្នាគ្រាន់តែស្ដាប់ឮរួចហើយគឺថាគាត់ឆ្លើយយ៉ាងលឿនតែម្ដងថាវាមិនអាចទៅរួចនោះទេព្រោះទំនាក់ទំនងគេទាំងពីរនាក់គឺតឹងតែងយ៉ាងហ្នឹងក៏ដោយសារតែតួស្រីដែរហើយតួស្រីហ្នឹងគឺដឹងច្បាស់ជាងគេដឹងច្បាស់ជាងអ្នកណាទាំងអស់អញ្ចឹងណាតួស្រីយើងពេលហ្នឹងគឺព្យាយាមពន្យល់ខ្លាំងតែម្ដងតែថា Mr. Linglu សួរមួយម៉ាត់មកគឺចប់និយាយតែម្ដងណាថាតួប្រុសឲ្យតួស្រីមកនិយាយជាមួយនឹងគាត់មែនហើយតួប្រុសក៏ថាអូខេហើយមែនរឿងហ្នឹងបន្ទាប់ពីឃើញតួស្រីកៀងមិនឆ្លើយអញ្ចឹងគាត់គឺឡើងសោចតែម្ដងនឹងថាគាត់គឺដឹងហើយថាតួស្រីបញ្ចុះបញ្ចូលតួប្រុសមិនបានទៅមកបញ្ចុះបញ្ចូលគាត់វិញអញ្ចឹងណាហើយលឺអញ្ចឹងហើយតួស្រីយើងឡើងជ្រួញចិញ្ចើមតែម្ដងនឹងប្រាប់ថាដឹងហើយថាតួប្រុសគឺជាមនុស្សរឹងរូសណាស់គាត់គឺច្បាស់ខ្លាំងណាស់ថា Mr. Linglu ឯងហ្នឹងមិនព្រមរឿងនឹងជាមួយនឹងគាត់ទេអញ្ចឹងណាគ្រាន់តែលឺអញ្ចឹងMr. Linglu នេះគឺឆ្លើយយ៉ាងលឿនតែម្ដងថាតួប្រុសគឺពិតជាពូកែមែនដែលនៅយល់ពីគាត់ច្បាស់យ៉ាងហ្នឹងអញ្ចឹងតួស្រីយើងលឺហើយក៏ថាមិនដឹងនិយាយអីបន្តទៀតតែម្ដងពេលហ្នឹងឃើញអញ្ចឹង Mr. Linglu ក៏ថាគាត់នឹងគិតមើលព្រោះថាវាគឺជាគំនិតល្អមួយដែរអញ្ចឹងណាតែថាអ្វីដែលគាត់ចាប់អារម្មណ៍គឺមិនមែនធម្មតានោះទេតួស្រីលឺហើយក៏ថាគាត់នឹងចង់ឲ្យនាងនឹងបកគោខ្លួនប្រានឲ្យមែនអញ្ចឹងណាព្រោះគិតធម្មតាចង់បានអីត្រឡប់ទៅវិញខាងប្រុសនេះឡើងភ្ញាក់នឹងពាក្យតួស្រីយើងតែម្ដងឯតួស្រីក៏បន្តគិតពីអ្វីដែលគាត់ចង់បានពីខ្លួនដូចជាធ្វើជាមិត្តស្រីគាត់អីអញ្ចឹងទៅមែននៃលក្ខណៈអញ្ចឹងណាឡើងគិតជាហូរហែឡើងតួស្រីយើងចង់កញ្ញាញ់ខួរហើយពេលហ្នឹងនឹងមិនចង់ឲ្យគាត់លេងសើចអញ្ចឹងទៀតទេបកមកបងស្រីតួស្រីយើងវិញ
វិញណាគឺកំពុងតែព្យាយាមតាក់ទងទៅម្ចាស់ពាក្យហ៊ុនធំជាច្រើនអ្នកដើម្បីជួយការងាររបស់ Mr. Ling Lu បន្តិចក្រោយមកក៏បងស្រីទួស្រីក៏ចេញទៅក្រៅដើម្បីជួបជាមួយនឹងម្ចាស់ពាក្យហ៊ុនទាំងអស់នោះអញ្ចឹងណាដើម្បីនិយាយគ្នាផ្ទាល់ពេលចេញមកក៏ប្រុសក្មេងជំនួយការហ្នឹងក៏ស្ទាក់ផ្លូវចាំសួរគ្រប់រឿងអញ្ចឹងណាហើយក៏សុំចេញទៅជាមួយផងដែរតែខាងស្រីនេះក៏មិនបានគិតច្រើនទេព្រោះទុកចិត្តទៅឲ្យទៅជាមួយតែថាពេលទៅគឺឲ្យនៅស្ដាប់ទៅនៅស្ងៀមកុំឲ្យមាត់ច្រើនជាងនិយាយអីអញ្ចឹងណាកាត់មកដល់ពេលយប់ឡើងបងស្រីទួស្រីក៏ត្រឡប់មកដល់ផ្ទះវិញមកដល់ទួស្រីបានធ្វើម្ហូបចាំញ៉ាំជាមួយនឹងបងពេលទាំងពីរអ្នកញ៉ាំបាយជាមួយគ្នាគឺជជែកគ្នាពីរឿងក្រុមហ៊ុនទាំងពីរអ្នកនឹងឯងព្រោះទាំងបងនិងប្អូនណាគឺប្រឹងធ្វើការហត់នឿយរៀងខ្លួនសំខាន់ណាគឺចង់ឲ្យប្រុសទាំងពីរអ្នកហ្នឹងគឺបានសហការជាមួយគ្នាខ្លាំងមែនតែនពេលហ្នឹងហើយទួស្រីពេលហ្នឹងក៏នឹកឃើញវិធីល្អមួយចំនួនដែលទៅនិយាយជាមួយនឹង Mr. Ling Lu យើងផងដែរដើម្បីឲ្យគាត់ហ្នឹងសម្រាប់ចិត្តថានឹងសហការជាមួយនឹងតួប្រុសអីអញ្ចឹងណាកាត់មកដល់ពេលស្អែកព្រឹកឡើងពេល Mr. Ling Lu រត់ហាត់បានគឺថាតួស្រីយើងក៏បានរត់មកជាមួយផងដែរឡើងខាងប្រុសឃើញអញ្ចឹងហើយគឺចង់ដឹងពីគោលបំណងភ្លាមតែម្ដងមិនទុកយូរតួស្រីយើងក៏ប្រាប់ថាដោយសារតែ Mr. Ling Lu ហ្នឹងចង់បានអ្វីដែលមិនធម្មតាអញ្ចឹងមានតានាងត្រូវមករត់ហាត់ប្រាណជាមួយនឹងគាត់ជារៀងរាល់ថ្ងៃហើយមើលទៅសកម្មភាពទាំងអស់ហ្នឹងហើយគឺលក្ខណៈថាបែបមិនធម្មតានឹងឯងគាត់ទៅលើអញ្ចឹងហើយខាងប្រុសនេះឡើងចង់គាំងជាមួយនឹងតួស្រីយើងតែម្ដងបន្ទាប់ពីរត់ហាត់ប្រាណហើយទាំងពីរនាក់ក៏ឈប់ផឹកទឹកជជែកគ្នាពីរឿងសហការជាមួយនឹងតួប្រុសនឹងឯងតួស្រីគឺព្យាយាមលើកហេតុផលជាច្រើនខ្លាំងមែនតើដើម្បីឲ្យគាត់យល់ព្រមរឿងហ្នឹងព្រោះគ្រប់យ៉ាងក៏ដើម្បី Mr. Ling Lu នឹងផងដែរដោយសារតែពេលហ្នឹងគាត់ពិតជាមានសម្ពាធខ្លាំងមែនតើពី Mr. Pan នឹងឯងបន្ទាប់ពីស្ដាប់តួស្រីយើងរៀបរាប់យ៉ាងយូរហើយក៏ Mr. Ling Lu ថាមិនព្រមក៏មិនបានដែរចំណែកឯតួស្រីយើងលឺអញ្ចឹងហើយឡើងសប្បាយចិត្តខ្លាំងតែម្ដងពេលហ្នឹងមកតួប្រុសយើងវិញគឺកំពុងតែអង្គុយធ្វើការឡើងលយតែម្ដងស្រាប់តែពេលហ្នឹងតួស្រីយើងក៏បានចូលមកទាំងញញឹមខ្ជិបតែម្ដងណាមករកតួប្រុសមកប្រាប់ដំណឹងល្អថានាងគឺបានបញ្ចុះ Mr. Ling Lu ឲ្យយល់ព្រមបានហើយចំណែកឯតួប្រុសវិញឃើញតួស្រីសប្បាយចិត្តខ្លាំងអញ្ចឹងគាត់ក៏សប្បាយចិត្តដែរតែពិតជាមិនសូវរំភើបអីទេពីរឿងហ្នឹងអញ្ចឹងណាតែក៏សរសើរតួស្រីថាពូកែធ្វើការខ្លាំងណាស់តែគាត់គឺបារម្ភទៅវិញទេលើអញ្ចឹងតួស្រីយើងឡើងឆ្ងល់តែម្ដងថាហេតុអីអញ្ចឹងតួប្រុសយើងគឺបានបារម្ភថាតួស្រីចង់ជួយក្រុមហ៊ុនតួប្រុសឬក៏ចង់ជួយក្រុមហ៊ុនរបស់ Mr. Ling Lu ទៅវិញគាត់តែលើអញ្ចឹងតួស្រីយើងក៏ដឹងថាខាងប្រុសយើងហ្នឹងគឺកំពុងតែប្រច័ណ្ឌហើយពេលហ្នឹងទៅឆ្លើយថានាងគឺជួយក្រុមហ៊ុនតួប្រុសនឹងឯងហើយព្រោះនាងក៏ជាដៃគូសហការរបស់តួប្រុសម្នាក់ផងដែរបន្ទាប់ពីនិយាយគ្នាបានបន្តិចតួប្រុសក៏យល់ព្រមជាមួយនឹងតួស្រីផងដែរក្នុងរឿងហ្នឹងធ្វើឲ្យខាងស្រីយើងឡើងរំភើបសប្បាយចិត្តតែម្ដងរួចតួប្រុសក៏ខិតមកចិត្តតួស្រីហើយសួរនាំថាយប់នឹងទំនេរអត់អីអញ្ចឹងណាតែតួស្រីគឺត្រូវមានការងារធ្វើច្រើនខ្លាំងណាស់មិនអាចមានពេលទំនេរនោះទេលើអញ្ចឹងតួប្រុសធ្វើទឹកមុខឡើងខកចិត្តសេតតែម្ដងឡើងតួស្រីសួរបញ្ជាក់អញ្ចឹងទៅតួប្រុសយើងធ្វើដូចជាចង់នៅចិត្តគៀកកៅជាមួយនឹងខាងស្រីអញ្ចឹងឡើងខាងស្រីយើងអៀនខ្លាំងមែនតែនរួចតួប្រុសក៏ប្រាប់ថាចង់ឲ្យយប់នឹងតួស្រីជួយរៀបចំការប្រជុំការងារជាមួយនឹង Mr. Ling Lu នឹងឯងហើយឡើងធ្វើទឹកមុខដូចចង់លេបគេទាំងរួចអញ្ចឹងយ៉ាប់ខ្លាំងមែនតែនតែម្ដងឯតួស្រីយើងនឹង admin ណាឡើងស្មានខុសតែម្ដងពេលហ្នឹងធ្វើឲ្យតួស្រីយើងរត់តែអៀនហើយនិយាយថាចាំនាងរៀបចំឲ្យរួចក៏រត់ចេញពីកន្លែងហ្នឹងយ៉ាងលឿនតែម្ដងទៅធ្វើការវិញអញ្ចឹងណាសំខាន់ពេលតួស្រីយើងរត់ចេញទៅតួប្រុសយើងឡើងសើចហើយថាមិនបានតួស្រីយើងខ្ជូតគួរឲ្យស្រឡាញ់យ៉ាងនេះកាន់មកបងស្រីតួស្រីយើងវិញគឺកំពុងតែរវល់នឹងការងារស្រាប់តែហាន់នេះប្រុសក្មេងគេហ្នឹងមកកាត់មុខឲ្យបបួលទៅមើលកុនយប់ហ្នឹងព្រោះខានចេញទៅក្រៅជាមួយនឹងគ្នាយូរហើយតែខាងស្រីបដិសេធព្រោះមានការជាប់រវល់យប់ហ្នឹងហើយក៏លួចប្រាប់គាត់ស្ងាត់រឿងជួបតួប្រុសដើម្បីសហការគ្នាយប់ហ្នឹងផងដែរកាត់មកដល់ពេលយប់ឡើងគឺទាំង4នាក់ហ្នឹងគឺមានបងស្រីតួស្រីហើយនឹងតួប្រុសព្រមទាំងជាមួយនឹង Mr. Ling Lu មកអង្គុយទល់មុខគ្នាដើម្បីនិយាយការងារជាមួយនឹងគ្នានឹងឯងគាត់ទៅតួស្រីនិងបងស្រីគឺព្យាយាមថាខំប្រឹងនិយាយពាក្យល្អដើម្បីឲ្យបរិយាកាសហ្នឹងកុំឲ្យតានតឹងពេកអីអញ្ចឹងតែថាពីរនាក់ហ្នឹងគឺនិយាយជាមួយគ្នាគឺរកតែចាប់ផ្ដើមមានបញ្ហាទេតែទោះយ៉ាងណាក៏ដោយក៏ពីរនាក់បងប្អូននេះសម្រាប់សម្រួលឲ្យខ្លាយទៅជាល្អផងដែរបន្ទាប់មកតួប្រុសក៏និយាយបបួល Mr. Ling Lu លេងវាយប្រយុទ្ធគ្នាអញ្ចឹងលក្ខណៈជាប្រភេទកីឡាវាយគ្នារបស់ជប៉ុនបន្ទាប់ពីប្រយុទ្ធគ្នាចប់តួប្រុសក៏ដើរមកជិត Mr. Ling Lu ក៏សួរតែម្ដងថាមានរឿងអីតួប្រុសក៏និយាយត្រង់ថាពេលហ្នឹងគឺនៅតែយើងពីរនាក់នោះទេអញ្ចឹងដល់ពេលត្រូវនិយាយគ្នាហើយ
ហើយអញ្ចឹងណា Mr. Ling Lu ក៏គិតអញ្ចឹងផងដែរហើយទាំងពីរនាក់ក៏ចាប់ផ្ដើមបើកចិត្តនិយាយគ្នាត្រង់ៗរឿងការងារចំនួនជាមួយគ្នាយ៉ាងរីករាយបន្ទាប់មកតួប្រុសក៏អរគុណគាត់សម្រាប់រឿងតួស្រីផងដែរតែថា Mr. Ling Lu ក៏បញ្ជាក់ដែរថាតួស្រីយើងរើសតួប្រុសមែនតែមិនប្រកាសថានាងរៀបការជាមួយនោះទេអញ្ចឹងកុំទាន់សប្បាយអពេកតែបើថ្ងៃណាមួយតួប្រុសធ្វើឲ្យតួស្រីមិនសប្បាយចិត្តគាត់នឹងបំផ្លាញតួប្រុសឲ្យខ្ទេចខ្ទីតែម្ដងតួប្រុសយើងលឺអញ្ចឹងហើយក៏អត់សំណោចនឹងពាក្យសម្ដីរបស់ Mr. Ling Lu ដែរហើយទាំងពីរនាក់ក៏បន្តនិយាយគ្នាពីរឿងតួស្រីចំណែកឯ Mr. Ling Lu ក៏និយាយចេញពីចិត្តរបស់គាត់មកអស់ប្រាប់ទៅកាន់តួប្រុសយើងដូចគ្នាព្រោះទោះជាគាត់ព្យាយាមធ្វើឲ្យពិភពលោករបស់តួស្រីស្រស់ស្អាតយ៉ាងណាក៏នាងនឹងមិនអាចទទួលយកវាបានដែរដោយសារតែនាងគឺពិតជាស្រឡាញ់តួប្រុសយើងខ្លាំងណាស់ហើយតួប្រុសស្ដាប់ឮហើយក៏មានអារម្មណ៍អាណិតទៅកាន់ Mr. Ling Lu យើងដែរអញ្ចឹងណា Mr. Ling Lu ក៏បន្តនិយាយទាំងញញឹមថាពេលគាត់ដឹងថាតួស្រីទៅធ្វើការជាជំនួយការរបស់តួប្រុសហើយគាត់គឺដឹងច្បាស់ណាស់ថាតួស្រីនឹងត្រឡប់ទៅរកតួប្រុសវិញហើយតែគាត់គឺមានតែគាំទ្រយ៉ាងពេញទំហឹងតែម្ដងអញ្ចឹងណាដើម្បីឲ្យតួស្រីអាចសប្បាយចិត្តបានស្ដាប់គ្រប់យ៉ាងហើយតួប្រុសក៏ដើរមកអង្គុយជិត Mr. Ling Lu និងចាប់ដៃគាត់ព្រមទាំងអរគុណគាត់ដែលមើលថែតួស្រីអស់រយៈពេល7ឆ្នាំមកហើយអញ្ចឹងណាហើយ Mr. Ling Lu ក៏ចាប់ដៃតួប្រុសយើងវិញដែរនិងនិយាយថាដើម្បីតួស្រីយើងត្រូវតែសហការជាមួយគ្នាឲ្យបានល្អបំផុតនិយាយទៅពីរអ្នកហ្នឹងគឺពិតជាស្រឡាញ់តួស្រីយើងខ្លាំងមែនតែម្ដងកាត់មកសែវដៃវិញគឺកំពុងតែអង្គុយញ៉ាំសាច់អាំងចង្កាក់ហ្នឹងម្នាក់ឯងយ៉ាងសោកសៅតែម្ដងពេលហ្នឹងស្របពេលហ្នឹងដែរ Mr. Kan ក៏បានមកដល់ហើយអ្នកទាំងពីរក៏ជជែកគ្នាគ្រាន់តែខាងស្រីគឺពិតជាមិនសប្បាយចិត្តជាមួយនឹងគាត់ខ្លាំងតែម្ដងព្រោះគាត់ទៅធ្វើការជាមួយនឹង Mr. Pan ចៅក្រុមហ៊ុនតួប្រុសអីអញ្ចឹងឯខាងប្រុសឯនេះវិញក៏សែតមិនចាញ់ខាងស្រីដែរតែនៅរឹងរូសបន្តិចអញ្ចឹងណាតែក្នុងចិត្តវិញគឺពិតជាស្ទះទ្រូងខ្លាំងណាស់ដែលឃើញក្រុមហ៊ុនរបស់តួប្រុសមានបញ្ហាអញ្ចឹងហើយសែវដៃគឺព្យាយាមនិយាយចង់ឲ្យគាត់ត្រឡប់មកជួយតួប្រុសយើងវិញអញ្ចឹងណាតែខាងប្រុសនេះគឺថាដោយសារតែពួកគេមិនឲ្យតម្លៃគាត់ទៅគាត់មិនអាចត្រឡប់ទៅវិញនោះទេហើយគាត់គឺពិតជាចូលចិត្តសែវដៃយើងខ្លាំងណាស់តែសែវដៃថាគ្មាននរណាម្នាក់នៅក្រុមហ៊ុនឬក៏តួប្រុសឬក៏ Mr. Go មិនឲ្យតម្លៃគាត់នោះទេតែគាត់គឺគិតច្រើនដោយខ្លួនឯងហើយក៏ចាក់ចេញទៅអញ្ចឹងណាបើ Mr. Kan មិនត្រឡប់មកវិញទេនាងគឺនឹងមិនគិតថាគាត់គឺជាវីរៈបុរសរបស់នាងទៀតនោះទេហើយរឿងរបស់យើងវគ្គហ្នឹងក៏ចប់នៅត្រឹមហ្នឹងដែរអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដាននិងរងចាំសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូភាគបន្តបាយបាយ